Today facilitator នៅក្នុងវីដេអូនេះខ្ញុំនឹងកែតាក់ទងទៅនឹង homework vocabulary នៅក្នុងមេរៀនទី2 elementary អូខេអញ្ចឹងនៅក្នុង homework គឺយើងចែកចេញជា3 section នៅក្នុងនេះគឺទី1 section A match the words with the correct pictures គឺឲ្យ concept គឺគូកងពាក្យឲ្យទៅជាមួយនឹងរូបភាពអូខេអញ្ចឹងយើងឃើញមានពាក្យនៅអមសងខាងជាមួយនឹងរូបភាពមួយនេះហើយសូមឲ្យ concept គូបកងពាក្យទាំងអស់នេះឲ្យត្រូវទៅតាមរូបភាពដែលមានទាំងអស់គឺ13រូបភាពអញ្ចឹងនៅក្នុងហ្នឹងគឺយើងមានជាឧទាហរណ៍មួយទៅឲ្យពួកគាត់ឲ្យ concept ហើយគឺ mother and baby អញ្ចឹងនេះគឺនៅក្នុងនេះគឺខ្ញុំប្រើជាចម្លើយទាំងអស់ប៉ុន្តែនៅក្នុងกระดาษ concept គឺមានតែមួយដែលជាចម្លើយគំរូគឺ mother ហើយនិង baby គឺរូបទី7អញ្ចឹងយើងមកមើលរូបទី7គឺជាម្ដាយហើយនិងកូនក្មេងមួយអញ្ចឹងគឺ mother and baby គឺយើងទៅសេលេខ7ឲ្យជាប់ជាមួយនឹងកន្លងពាក្យថា mother ហើយនិង baby អូខេឥឡូវខ្ញុំសុំកែម្ដងមួយពី baby ទៅតែម្ដងពីប្រអប់នៅខាងឆ្វេងដៃពាក្យនៅខាងឆ្វេងដៃទីគឺពាក្យថា baby អញ្ចឹង baby នៅក្នុងគឺនៅរូបទីប៉ុន្មានយើងឃើញនៅរូបទី10ចាយើងឃើញសំទោសនេះគឺរូប baby រូបទី10មកដល់ពាក្យថា brother and sister រូបភាពទី5រូបភាពមួយនេះគឺយើងមានឃើញក្មេងស្រីហើយនិងក្មេងប្រុសមួយអញ្ចឹងពួកគាត់ជា brothers ហើយនិង sister បងប្អូនប្រុសហើយនិងស្រី brothers មានន័យថា brother កន្លែងនេះមាន s មានន័យថាបងប្អូនប្រុសលើសពី1នៅក្នុងរូបហ្នឹងគឺគាត់មាន2អញ្ចឹងរូបទី12ឥឡូវយើងមកមើលរូបទី12ទាំងអស់គ្នាចាគឺឃើញនេះគឺរូបបងប្អូនប្រុស2នាក់បន្ទាប់មក dad and son គឺឪពុកហើយនិងកូនប្រុសគឺរូបទី6មួយនេះគឺយើងឃើញមានបុរសរៀងចំណាស់ហើយនិងបុរសក្មេងមួយទៀតអញ្ចឹងយើងគាត់គឺជាឪពុកហើយនិងកូនfamily គឺរូបទី13អូខេនេះគឺរូបទី13មាន husband wife ហើយនិង son គឺមានប្តីប្រពន្ធហើយនិងកូនអញ្ចឹងគាត់គឺជាគ្រួសារមួយមកដល់ father រូបទីប្រមាណគឺរូបទី8គឺបុរសមួយនេះគឺជា father បន្ទាប់មក grandfather គឺរូបភាពទី1ឥឡូវយើងទៅមើលរូបភាពទី1ចាគឺឃើញបុរសចំណាស់ម្នាក់អញ្ចឹងគាត់គឺជាលោកតាចូលមកដល់ខាងពាក្យនៅខាងឆ្វេងសំទោសគឺខាងស្ដាំដៃវិញម្ដងគឺពាក្យថា grandmother គឺលោកយាយគឺរូបភាពទី3ចានេះគឺរូបភាពទី3 grandparents មានន័យថាលោកយាយហើយនិងលោកតាគឺ parents គឺ parent យើងដឹងហើយឪពុកម្ដាយដល់ពេល grandparent គឺលោកតាលោកយាយរូបមួយណាគឺរូបទី4ចានេះគឺរូបទី4mothers and baby យើងកែហើយគឺរូបទី7ម្ដាយហើយនិងកូនណា moms and daughter mom គឺមានន័យដូច mother ដែរម្ដាយហើយនិងកូនស្រីគឺរូបភាពទី9នេះគឺរូបភាពមួយនេះទី2 parents ហើយនិង child គឺឪពុកម្ដាយហើយនិងកូន child នេះគឺ children មានន័យថាកូនលើសពី1អញ្ចឹងរូបមួយនេះគឺរូបទី2យើងឃើញមានឪពុកម្ដាយហើយនិងកូន2នាក់ចុងក្រោយបង្អស់គឺ sister កន្លែងនេះគឺមាន s បញ្ជាក់ថាបងប្អូនស្រីលើពីម្នាក់គឺបងប្អូនស្រីគឺរូបចុងក្រោយដែលយើងនៅសល់គឺរូបទី11ចាសំទោសចូលមកដល់ section B នៅក្នុង section B មួយនេះគឺ choose the correct answer for the following sentences គឺឲ្យជ្រើសរើសចម្លើយដែលត្រឹមត្រូវសម្រាប់ប្រយោគនៅខាងក្រោមអញ្ចឹងយើងឃើញមានប្រយោគទាំងអស់5ប្រយោគហើយនៅក្នុងប្រយោគនីមួយគឺគេផ្ដល់ជម្រើស2គឺ A ហើយនិង B ដើម្បីឲ្យជ្រើសរើសអូខេអញ្ចឹងទី1គេថា my sister is my father's គេថាបងស្រីរបស់ខ្ញុំគឺជាអ្វីតាក់ទងទៅនឹងឪពុករបស់ខ្ញុំចម្លើយគឺ B daughter មានន័យថាសំទោសគឺ B គឺកូនស្រីមានន័យថាបងស្រីរបស់ខ្ញុំគឺជាកូនស្រីរបស់ឪពុកខ្ញុំចាគឺត្រូវគឺជាកូនស្រីរបស់ឪពុកខ្ញុំចូលមកដល់ទី2 my brother is my mother អញ្ចឹងបងប្អូនប្រុសរបស់ខ្ញុំគឺជាអីជាមួយនឹងម៉ាក់របស់ខ្ញុំគឺជា son កូនប្រុសហើយនិង brother បងប្រុសបងឬក៏ប្អូនប្រុសអញ្ចឹងចម្លើយគឺ A គឺកូនប្រុសរបស់ម៉ាក់ខ្ញុំ
ចូលមកដល់ប្រយោគទី3 my blah 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 is my mother sister អញ្ចឹងអត់ដឹងជាអ្នកណាគឺជាប្អូនស្រីរបស់ម៉ាក់ខ្ញុំអញ្ចឹងចម្លើយគឺមួយណាកូនស្រីខ្ញុំឬក៏មីងខ្ញុំអញ្ចឹងមីងខ្ញុំគឺជាប្អូនស្រីរបស់ម៉ាក់ខ្ញុំចម្លើយគឺ B aunt ចូលមកដល់ប្រយោគទី4 my blah 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 is my brother's daughter អញ្ចឹងអត់ដឹងពីណាគឺជាកូនស្រីរបស់បងប្រុសខ្ញុំចឹងបងស្រីសុំតើគឺកូនស្រីរបស់បងប្រុសខ្ញុំគេហៅយើងចាត់ទុកជាអី sister ឬក៏ niece គឺ niece មានន័យថាក្មួយស្រីរបស់ខ្ញុំគឺជាកូនស្រីរបស់បងប្រុសខ្ញុំឬក៏កូនស្រីរបស់ប្អូនប្រុសខ្ញុំប្រយោគទី5 my blah 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 is my brother's sons អត់ដឹងអ្នកណាគឺជាកូនប្រុសរបស់បងប្រុសខ្ញុំឬក៏កូនប្រុសរបស់ប្អូនប្រុសខ្ញុំអញ្ចឹង nephew មានន័យថាក្មួយប្រុស uncle គឺពូអញ្ចឹងចម្លើយគឺ A ក្មួយប្រុសរបស់ខ្ញុំគឺជាកូនប្រុសរបស់បងប្រុសខ្ញុំអូខេមកដល់ section ចុងក្រោយនៃ homework របស់យើងគឺ section C write the words គឺឲ្យកូនសិស្សគាត់ទៅសេពាក្យអញ្ចឹងនេះគឺជានិយមន័យហើយកូនសិស្សគាត់ទៅសេពាក្យដោយខ្លួនឯងអញ្ចឹងគេថាទី1 the mothers of your mothers គឺម្ដាយរបស់ម្ដាយរបស់អ្នកអញ្ចឹងម្ដាយរបស់ម្ដាយរបស់អ្នកត្រូវជាអ្វីត្រូវជា grandmother លោកយាយរបស់យើងចុះចម្លើយគឺ grandmother Number 2 the father of your father ឪពុករបស់អ្នកត្រូវជាអីរបស់យើងត្រូវជាតារបស់យើង grandfather លោកតាទី3 a very small child មានន័យថាកូនក្មេងតូចមួយគឺយើងហៅថា baby កូនង៉ែតចុងក្រោយបងអស់គឺ the parents of your parents ឪពុកម្ដាយរបស់ឪពុកម្ដាយរបស់អ្នកឪពុកម្ដាយរបស់ឪពុកម្ដាយរបស់អ្នកត្រូវជាលោកតាលោកយាយរបស់អ្នកអញ្ចឹងយើងចម្លើយគឺ grandparents អូខេនេះគឺជាចម្លើយរបស់vocabulary homework មេរៀនទី2ហើយខ្ញុំសូមបញ្ចប់វីដេអូត្រឹមនេះ